សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបលាងគ្រឿងដែលពាក់ហើយឲ្យថ្មីដូចគ្រឿងដែលត្រឹមធ្វើអញ្ចឹងដំបូងនេះគឺយើងយកគ្រឿងទៅក្លុកហើយយើងយកទៅច្រាស់ស្ពាន់ឲ្យស្អាតគ្រប់គ្រាកន្លោះទាំងខ្សែទាំងចិញ្ចៀនបន្ទាប់មកយើងយកគ្រឿងដែលច្រាស់ស្អាតហ្នឹងយើងយកទៅជ្រលក់ជាមួយទឹកជ្រលក់របស់យើងដែលធ្វើអំពីមាសសុទ្ធយើងជ្រលក់ចុះជ្រលក់ឡើងឲ្យគ្រប់កលៀតកន្លោះទាំងអស់ឲ្យសព្វចឹងទៅគ្រឿងយើងទៅបានពណ៌ដូចមាសថ្មីសុទ្ធ 100% គ្រឿងយើងនឹងស្អាតនិងភ្លឺចែងចាំងដូចថ្មីអញ្ចឹងហើយនេះជាវិធីងាយសម្រាប់បងប្អូនដែលចង់បានគ្រឿងពាក់ហើយយកមកលាងឲ្យបានគ្រឿងថ្មីម្ដងទៀតអានេះខ្ញុំកំពុងតែជ្រលក់មានខ្សែកមានខ្សែដៃមានជៀនអញ្ចឹងទៅហើយនេះគឺជាលទ្ធផលបងប្អូននេះហើយអានេះយើងជ្រលក់ម្ដងទៀតអានេះយើងជ្រលក់ជៀនម្ដងហើយយើងកុំដាក់ច្រើនពេកជៀនហើយយើងដាក់ទៅជ្រលក់ម្ដងទៅ4-5 វង 10 វងអីអញ្ចឹងទៅបានហើយកុំជ្រលក់ច្រើនពេកតែជ្រលក់ច្រើនពេកវាអត់សព្វល្អទេហើយដូចខ្ញុំបានជ្រលក់ឲ្យមើលអញ្ចឹងបងប្អូនប៉ុណ្ណឹងមករួចជាការស្រេចចេះហ្នឹងភ្លឺស្អាតបងប្អូនឃើញអត់នេះគ្រឿងយើងគឺថ្មីដូចគ្រឿងដែលខ្ញុំធ្វើអញ្ចឹងសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះ